មើលដល់ចប់វីដេអូមាន project 2អ្នកគ្នាដែលអ្នកគ្នាចូលទៅរលុយ free ងាយដោយមានចំណាយលុយគួរធ្វើអ្វីឥឡូវ BTC ឡើងដល់ 80k ឥឡូវនេះធ្លាក់មកដល់ 72k វិញសម្រាប់គ្នាយើងដែលនៅក្នុងវិស័យ trading មានថាអ្នកទាំងអស់គ្នា trade នៅក្នុង future ឬក៏អ្នកទាំងអស់គ្នា trade នៅក្នុង spot ទេតើយើងបច្ចុប្បន្ននេះយើងគួរធ្វើអ្វីគេដូចនេះតោះមកមើលវីដេអូទាំងអស់គ្នា Let's go Hello បាទសួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទ Hey ម្ដងទៀតហើយនៅក្នុងវីដេអូនេះគឺយើងមកនិយាយទាក់ទងជាមួយនឹងប្រធានបទតើអ្នកទាំងអស់គ្នាគួរធ្វើអីគេអ្នកគ្នានៅពេលបច្ចុប្បន្ននេះអ្នកទាំងអស់គ្នាខែមេឆ្នាំ2026នេះដោយសារតែថ្មីនេះគឺ Bitcoin ទើបតែឡើងដល់ 80k ទេអ្នកទាំងអស់គ្នាហើយឥឡូវនេះថ្ងៃទី29ខែមេគឺធ្លាក់មក 72k វិញហើយសម្រាប់អ្នកទាំងអស់គ្នាដែលជាអ្នក trade ប្រចាំថ្ងៃអ្នកទាំងអស់គ្នាដែលជាអ្នក sport ឬក៏អ្នកទាំងអស់គ្នាអ្នក video long term short term តើយើងគួរធ្វើអីគេនៅពេលបច្ចុប្បន្ននេះដោយសារតែអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាប្រើទាក់ទងជាមួយ TA technical analysis ឬក៏អ្នកទាំងអស់គ្នាប្រើប្រាស់ទាក់ទងជាមួយនឹង on channel analysis ពួកនេះគឺវាទុកអត់ជាប់ទេអ្នកទាំងអស់គ្នាដោយសារតែបច្ចុប្បន្ននេះគឺវាឡើងខ្លាំងទៅពេលវាធ្លាក់ខ្លាំងអ្នកគ្នាទាក់ទងជាមួយនឹងបញ្ហាសង្គ្រាមផងទាក់ទងមួយបញ្ហាសេដ្ឋកិច្ចផងទាក់ទងមួយរុស្ស៊ីអ៊ុយក្រែនផងដូចនេះសម្រាប់យើងដែលជាអ្នក trade ប្រចាំថ្ងៃឬក៏ជាអ្នកទិញ long term តើយើងគួរធ្វើអីដល់គ្នាអ្នកខ្លះក៏គាត់ធ្វើទាក់ទងជាមួយនឹង DCA ទៅគាត់ធ្វើដុល្លារខុសអាមេរិកទៅគាត់នៅពេលដែល Bitcoin ធ្លាក់គាត់អត់ខ្វល់ទេគាត់ទិញប្រចាំសប្តាហ៍គាត់ទិញប្រចាំថ្ងៃទៅអ្នកខ្លះគាត់ធ្វើទាក់ទងជាមួយ MCA ទៅទាក់ទងជាមួយនឹង mindset របស់អាមេរិកទៅគាត់ប្រើប្រាស់ទាក់ទងជាមួយនឹង TA បូកជាមួយ Discord ទៅហើយគាត់ធ្វើការទិញកាក់មានថាជា Bitcoin ឬក៏ជា altcoin ហើយអ្នកទាំងអស់គ្នាងាកទៅលើ altcoin វិញអ្នកទាំងអស់គ្នាកាក់ដែលទើបនឹង list កាលពីឆ្នាំ2025គ្រប់កាក់ទាំងអស់នៅក្នុងឆ្នាំ2025មកដល់ឥឡូវឆ្នាំ2026នេះអ្នកទាំងអស់គ្នាសុទ្ធតែចុះហើយអ្នកទាំងអស់គ្នាចុះ 90% ជាង80 90បើអ្នកទាំងអស់គ្នាមានលុយ10000ដុល្លារឥឡូវនៅសល់ត្រឹមតែ1000ដុល្លារ1500ដុល្លារទេអ្នកទាំងអស់គ្នាអានឹងសម្រាប់កាក់ដែលវាទើប list កាលពីឆ្នាំ2025ឥឡូវនេះវាដោយការពីយើងនៅក្នុងឆ្នាំ2020កុដឬក៏មួយដុំ COVID ទេមួយដុំ COVID ហ្នឹងឧទាហរណ៍អ្នកទាំងអស់គ្នាទិញកាក់ altcoin មួយដុំឆ្នាំ2017 18 19អ្នកទាំងអស់គ្នានៅក្នុងអាកំឡុង2020 21ហ្នឹងគឺ altcoin វាទាក់ទងជាមួយនឹង high season របស់វាគឺវាខ្លាំងអ្នកទាំងអស់គ្នាតែនៅពេលបច្ចុប្បន្ននេះនៅពេលកាក់ឡើងវាឡើងតែប្រមាណក្បាលមកទេអ្នកទាំងអស់គ្នាមានតែ BTC មានតែ Solana មានតែ BNB Ethereum ទេអ្នកទាំងអស់គ្នាសម្រាប់ altcoin អ្នកទាំងអស់គ្នាទិញក្នុងឆ្នាំ2024 25នេះគឺដឹងថាអំបិលជាគ្នាហើយបើយើងមកនិយាយទាក់ទងជាមួយនឹង exchange ទាក់ទងជាមួយនឹង decentralize កន្លែងអ្នកទាំងអស់គ្នាធ្វើការទិញឬក៏អ្នកទាំងអស់គ្នាធ្វើការលក់ឬក៏អ្នកទាំងអស់គ្នាធ្វើការវិនិយោគឬក៏អ្នកទាំងអស់គ្នាធ្វើការអីក៏ដោយទាក់ទងមួយការរលុយក្នុង Web3 នេះគឺអត់មានពីណាមួយឈ្នះបាញ់ណាន់ទេអ្នកទាំងអស់គ្នាឥឡូវនេះគឺអាមួយនេះគឺឈរជើង number 1 រេករៀងទី1អ្នកទាំងអស់គ្នាហើយអ្នកប្រើប្រាស់វាឥឡូវបច្ចុប្បន្ន300លាន user ជាងអ្នកទាំងអស់គ្នាកាលមុនតែ290 260 user ទេអ្នកទាំងអស់គ្នាឥឡូវនេះគឺតែមានអ្នកប្រើប្រាស់ហើយវាឈរនៅក្នុងចំណាត់ថ្នាក់លេខ1ដែលជា exchange មានអ្នកប្រើប្រាស់ច្រើនបំផុតហើយបើអ្នកទាំងអស់គ្នានិយាយទៅជាមួយនឹង proof of reserve មានន័យថាទុនបំរុងមានលុយបំរុងរបស់វាដែលវាធ្វើទាក់ទងជាមួយនឹងការ backup សម្រាប់ exchange របស់វាដល់ពេលមានបញ្ហាឬក៏សម្រាប់ធ្វើការសងគឺវាមានលុយ USDT ច្រើនជាងគេទៀតអ្នកទាំងអស់គ្នាហើយថ្មីនេះអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងបាញ់ណាន់យើងមកមើលរបាយការណ៍ទាក់ទងជាមួយនឹង exchange របស់បាញ់ណាន់បន្តិចតែអ្នកទាំងអស់គ្នាដោយចេញផ្សាយដោយ crypto quant អ្នកទាំងអស់គ្នាដែលបាននិយាយថាការពី BTC ឡើងដល់ 80k តែឥឡូវនេះគឺតម្លៃ BTC ឡើងថ្ងៃទី29ខែមេនេះតែ 72k ទេអ្នកទាំងអស់គ្នាការពីវាឡើងដល់ 80k ហ្នឹងគឺលុយរបស់វានៅក្នុង future ហ្នឹងគឺច្រើនជាងគេអ្នកទាំងអស់គ្នាមានន័យថាមានអ្នកប្រើប្រាស់មានអ្នក trade របស់វានៅក្នុង future OI ហ្នឹងគឺច្រើនជាងគេអ្នកទាំងអស់គ្នាទៅមួយនឹង open interest ហើយអ្នកទាំងអស់គ្នាមើលទៅគិតជាភាគរយអ្នកទាំងអស់គ្នាមានភាគរយគឺបាញ់ណាន់មានរហូតដល់ 65.96% ហើយ OKX មានត្រឹមតែ 10% ទេហើយ Coinbase គឺ 7% Bybit 7 MEXC ទៅ 3% ទេអានេះវាកើតចូលតែម្នាក់ឯងអ្នកទាំងអស់គ្នាយើងមកមើលទិន្នន័យលម្អិនតិចទៀតអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹង BC នៅពេលវាឡើងមក 80k កាលពីប្រហែលសប្តាហ៍មុនហើយបាញ់ណាន់គឺទទួលបាននៅ capital ច្រើនជាងគេនៅក្នុង future មានន័យថាមានអ្នក trade មានអ្នកប្រើប្រាស់ហ្នឹងគឺច្រើនជាងគេអ្នកគ្នាអានេះទាក់ទងជាមួយនឹង open interest by exchange អ្នកគ្នាអាចមើលទៅបាញ់ណាន់គឺអាពណ៌ខៀវៗអ្នកគ្នាឃើញគឺ Amasic អ្នកគ្នាគឺមានរហូតដល់បាញ់ណាន់គឺស្មានឲ្យ Bitcoin គឺមានរហូតដល់អ្នកគ្នា9.03 billion អ្នកគ្នា9000លានអ្នកគ្នានៅក្នុង OP ហ្នឹងគឺអ្នកដែលធ្វើការបើកនៅ position នៅក្នុង future អ្នកគ្នាហើយបើគិតជាភាគរយគឺ 73% ច្រើនជាង exchange ដតីទៀតអ្នកគ្នាបាទយើងមកមើលទាក់ទងមួយ stable coin research និយាយ stable coin research ទាក់ទងជាមួយ proof of research នេះគឺដឹងតែមានពីណាឈ្នះ
បាញ់ណាស់ទេអ្នកនរគ្នាបច្ចុប្បន្នគឺវាមានproof of reserve របស់វានឹងគឺច្រើនជាងគេសម្រាប់គ្នាយើងអ្នកនរគ្នានៅពេលបច្ចុប្បន្នអ្នកនរគ្នាសួរខ្លួនឯងហេយើងគួរធ្វើអីនៅក្នុង crypto បើអ្នកនរគ្នាជា trade ប្រចាំថ្ងៃក៏អ្នកនរគ្នាជា investor long term យើងគួរធ្វើអីអ្វីដែលអ្នកនរគ្នាគួរធ្វើគឺអ្នកទាំងអស់គ្នាធ្វើការ research ទាក់ទងជាមួយ exchange តើ exchange ណាដែលអ្នកនរគ្នាអាចធ្វើការទុកចិត្តបានខ្ពស់ជាងគេហើយបន្ទាប់មកយើងអាចធ្វើការរកលុយ passive income ដូចខ្ញុំបច្ចុប្បន្នគឺខ្ញុំអត់បាន trade អីទេអ្នកនរគ្នាឈូឈឺអីក៏ខ្ញុំសម្រាប់ដែរខ្ញុំសម្រាប់ចូលជិត2ឆ្នាំហើយឥឡូវនេះខ្ញុំអង្គុយរកទៅ passive income ទេអ្នកនរគ្នាហើយ passive income បើនិយាយពីការរកលុយ passive income នៅក្នុង Binance គឺមានច្រើនមែនទេអ្នកនរគ្នាមានថាអ្នកទាំងអស់គ្នារកនៅក្នុងទាក់ទងជាមួយនឹង Binance Simple Earn អ្នកទាំងអស់គ្នារកនៅក្នុង saving staking ឬក៏ land page land pool ទេហើយឥឡូវនេះនៅក្នុងទាក់ទងជាមួយនឹង Queer អ្នកទាំងអស់គ្នាឥឡូវនេះថ្ងៃទី29ខែមេនេះគឺមាន project រហូតដល់2ដែលអ្នកទាំងអស់គ្នាអាចធ្វើការរកលុយនៅក្នុងហ្នឹងអ្នកទាំងអស់គ្នាចូលទៅអ្នកទាំងអស់គ្នាអត់ទាក់ទងមួយលុយកាក់ទេអ្នកទាំងអស់គ្នាចូលទៅធ្វើការ follow ធ្វើការ share ទៅបត់ទៅអ្នកទាំងអស់គ្នាដេកចាំលុយធ្លាក់តែម្ដងនេះគឺជា project អ្នកទាំងអស់គ្នានៅក្នុងបាញ់ Queer នៅទាក់ទងជាមួយនឹង creator page កន្លែងអ្នកទាំងអស់គ្នាចូលមករកលុយ passive income នៅក្នុងនេះអ្នកទាំងអស់គ្នាសម្រាប់ខែយើងនេះខែ6ថ្ងៃទី29ខែ5ថ្ងៃទី24មេនេះគឺមាន project 2អ្នកគ្នាគឺជានាមមួយ open liquor មួយហើយអ្នកគ្នាចូលតាម project នីមួយៗទៅហើយក្នុង project នីមួយៗអ្នកគ្នាចូលមកវាឲ្យយើងធ្វើអីគេ follow ទាក់ទងជាមួយនឹង Binance Queer វាយើងធ្វើការ follow នៅក្នុង social media របស់វានៅក្នុង Twitter ហើយយើងធ្វើ share អត្ថបទហើយយើងធ្វើការ trade ទាក់ទងមួយកាក់វាទៅហើយវា complete ដល់ពេល complete គឺយើងទទួលទាក់ទងជាមួយនឹង price pool ឧទាហរណ៍ថាវាដាក់នៅក្នុងនេះគឺវាឲ្យយើងប្រមាណអ្នកគ្នានេះមានរៀល10 100,000 50,000ជានី50,000 token អញ្ចឹងមានអ្នក total participate រហូតដល់ 18,016 នាក់យើងធ្វើការចូលរួមបានច្រើនទៅអ្នកគ្នាដល់ពេលបញ្ចប់ project ទៅយើងទទួលបានលុយ passive income នៅក្នុងនោះសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណេះឯងអរគុណអ្នកគ្នា plan អញទេបាយបាយ